ស្វាគមន៍បងប្អូនប្រិមិត្តយើងកាលពីយប់មិញនេះរកឃើញហើយក្រុមដែលឡើងទៅវគ្គ16ក្រុមចុងក្រោយប៉ុន្តែក្រុមដែលឡើងទៅអូតូមានដូចជា Arsenal Bayern Munich Liverpool Man City Spurs Barcelona Chelsea Sporting Club ហើយក្រុមឡើងទៅបន្ទាប់ពីខាងក្រោយដែលជួបគ្នានៅវគ្គ16ក្រុមយប់មិញនេះគឺ Real Madrid Paris Saint-Germain Newcastle Atletico Madrid Atalanta Bayern Leverkusen Galatasaray និង Bodo Glimt គេឡើងទៅខាងក្រោយដើម្បីទៅជួបគ្នានៅវគ្គ16ក្រុមចុងក្រោយយើងមិនអាចសន្និដ្ឋានបានថាក្រុមណាជាម្ចាស់ពានរង្វាន់ UEFA Champions League ឆ្នាំ2025-2026នោះទេយើងមានតែចាំមើលបងប្អូនប្រិមិត្តយើងហើយការប្រយុទ្ធមិញនេះ Real ល្អមែនទែនលុត Benfica 2-1 Real Madrid ធ្វើឲ្យអ្នកគ្រប់គ្រងសប្បាយរីករាយមែនទែនហើយពូម៉ៅយើងមិញគឺឌឺដងគេណាអាំងទឹកដីរបស់ខ្លួនគឺនៅ Bernabeu នៅឯប្រទេសអេស្ប៉ាញនៃទីក្រុង Madrid ដូច្នេះពូម៉ៅអាចឌឺដងគេបាននៅលើទឹកដីរបស់ខ្លួនប៉ុន្តែมันអាចជាមួយឌឺដងនៅក្លឹបធំៗដូចជា Bayern Munich Arsenal បានទេគេក្រុមខ្លាំងដែរអាចឌឺដង Benfica បានប៉ុន្តែมันអាចឌឺដងនៅក្រុមផ្សេងៗបានទេត្រូវប្រុងប្រយ័ត្នហើយការប្រយុទ្ធមិញនេះគឺបានបើកបង្ហាញនៅពាន15សម័យកាលនៅកីឡដ្ឋាន Bernabeu គឺការបង្ហាញពាន UCL បើកបង្ហាញទៅកាន់បងប្អូនប្រិមិត្តធ្វើឲ្យអ្នកគ្រប់គ្រងរបស់ Real គឺសប្បាយរីករាយមែនតើឃើញរូបភាពបែបនេះការបង្ហាញនេះគឺដូចជាឌឺដងទៅកាន់ Benfica ផងដែរហើយ Benfica បានជិះម៉ូតូដប់ទៅទៀតឲ្យបងប្អូនប្រិមិត្តយើងគឺបានធ្លាក់ចេញពីរង្វាន់ UEFA Champions League ហើយយើងមានតែរងចាំមើលថាក្រុម16ក្រុមនេះក្រុមណាដែលអាចឡើងទៅវគ្គបន្តអ្វីទៅបើតែ Real Madrid គឺជាម្ចាស់ពានរង្វាន់15សម័យកាលមែនប៉ុន្តែបច្ចុប្បន្ននេះក្លឹបធំៗខ្លាំងៗនៅខាងលើគឺនៅរងចាំអ្នកគឺគេមិនធម្មតានោះដែរដូច្នេះកុំអាតន់អួត Real Madrid នៅប៉ះក្រុមខ្លាំងៗនៅខាងលើទៀតយើងមិនហ៊ាននិយាយថាក្រុមណាអាចជាម្ចាស់ពានរង្វាន់ UEFA Champions League ឆ្នាំ2025-2026នោះទេប៉ុន្តែ Real គេដូចជាសង្ឃឹមច្រើនណាស់ក្នុងការជាម្ចាស់ពានរង្វាន់ UEFA Champions League នៅឆ្នាំនេះដូច្នេះហើយបងប្អូនប្រិមិត្តយើងមានតែតឹងរង់ចាំមើលទាំងអស់គ្នាអរគុណសម្រាប់ការតាមដាននៅវីដេអូរបស់ខ្ញុំសូមជម្រាបលា